bạn xung group chấm điểm xua bùng bài bóng ôn ngọc ní hay ngày ní bùng bài bóng ôn chụp chụp mục chụp bát để hay được nông ca này pi riêng chụp lúa prom đan rồi riêngประเทศกัมพูชีនិងประเทศไทยផងដែរថ្ងៃនេះក៏ត្រូវនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ផងដែរបងប្អូនហើយសាច់រឿងថ្ងៃនេះគឺខ្ញុំនិយាយអំពីក្រុមបាតកោប្រទេសថៃនេះបានទៅធ្វើការបាតកម្មនៅមុខស្ថានទូតប្រទេសម៉ាឡេស៊ីនិងស្ថានទូតរបស់ប្រទេសសហរដ្ឋអាមេរិកផងដែរដែលគេបានលើកឡើងថាដែលក្រុមបាតកោនឹងបានលើកឡើងថាគឺគេបាននិយាយថានៅមុខស្ថានទូតទាំងពីរហ្នឹងគេនិយាយថាគឺគេមិនចង់ឲ្យសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីនឹងលូកដៃនៅក្នុងរឿងចំនួនព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃផងដែរនេះគឺជារឿងគួរឲ្យអស់សម្ដេចមែនទែនពុកម៉ែបងប្អូនរបស់គ្នាពុកម៉ែបងប្អូនរបស់គ្នាសាកគិតពិចារណាមើលថាតើហេតុអីបានជាថៃនឹងមិនឲ្យសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីនឹងលូកដៃនៅក្នុងរឿងចំនួនព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃផងដែរបើយើងនិយាយទៅគឺជារឿងគួរឲ្យអស់សម្ដេចមែនទែនដោយភាគីថៃគឺមានចិត្តមួយថាចង់ឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជាដូច្នេះហើយប្រទេសកម្ពុជាគឺជាប្រទេសដែលរងគ្រោះពីការឈ្លានពានរបស់ខាងភាគីថៃភាគីសៀមនឹងឯងបងប្អូនដូច្នេះហើយប្រទេសកម្ពុជាក៏ត្រូវតែរកជំនួយដើម្បីឲ្យប្រទេសក្រៅនឹងគឺជួយមកលើប្រទេសកម្ពុជាដែលជាប្រទេសទុនខ្សោយផងដែរដូចជាសហរដ្ឋអាមេរិកនឹងនិងម៉ាឡេស៊ីនឹងគឺបានជួយមកលើប្រទេសកម្ពុជាអញ្ចឹងហើយគឺធ្វើឲ្យខាងភាគីថៃខាងភាគីសៀមនឹងប្រជាពលរដ្ឋនឹងគឺកើតទុកមិនសុខចិត្តផងដែរដែលគិតថាប្រទេសម៉ាឡេស៊ីនិងប្រទេសមហាអំណាចសហរដ្ឋអាមេរិកមួយនេះបានជួយមកប្រទេសកម្ពុជាអញ្ចឹងហើយធ្វើឲ្យគេនឹងពិបាកឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជានេះគឺជារឿងដែលធ្វើឲ្យក្រុមបាតកោជនជាតិថៃនឹងបានធ្វើការបាតកម្មនៅមុខស្ថានទូតនៅក្នុងប្រទេសថៃគឺស្ថានទូតរបស់ប្រទេសម៉ាឡេស៊ីនិងប្រទេសសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយផងដែរដែលគេបាននិយាយថាគឺក្រុមបាតកោបាននិយាយថាគឺមិនអោយប្រទេសទាំងពីរនេះលូកដៃទេរវាងចំនួនភាគីកម្ពុជានិងភាគីថៃនេះទុកឲ្យខាងប្រទេសថៃហ្នឹងគឺជាអ្នកដោះស្រាយអញ្ចឹងប្រទេសទាំងពីរនេះគឺមិនបាច់លូកដៃនៅក្នុងរឿងនេះទេបើយើងនិយាយទៅគឺជារឿងគួរឲ្យអស់សម្ដេចមែនទែនដែលយើងដឹងស្រាប់ហើយថាប្រទេសកម្ពុជារបស់យើងគឺត្រូវរងការឈ្លានពានពីខាងភាគីថៃអញ្ចឹងគឺរឿងនេះគឺធ្វើឲ្យពិភពលោកនេះដូចជាប្រទេសសហរដ្ឋអាមេរិកហ្នឹងបានជួយមក support មកលើប្រទេសកម្ពុជារបស់យើងដែរដើម្បីឲ្យប្រទេសរបស់យើងហ្នឹងកុំរងការចោទប្រកាន់ដូចជារងការឈ្លានពានពីខាងភាគីថៃរឿងចំនួនរឿងព្រំដែនចំនួនព្រំដែនកម្ពុជាថៃនេះប្រសិនជាភាគីថៃមិនបញ្ចប់គឺរឿងចំនួនប៉ះទង្គិចគ្នានេះគឺមិនចប់ទេដូច្នេះហើយគឺបើសិនជាភាគីថៃនៅតែគិតថាទឹកដីមួយចំនួនដែលមានចំនួនកន្លងមកនេះគឺគេគិតថាជារបស់ថៃគឺរឿងចំនួនព្រំដែននេះគឺមិនចប់ទេដូច្នេះហើយគឺបើសិនជាសម្រាប់ប្រទេសកម្ពុជាយើងគិតថាគឺយើងមិនចង់មានចំនួនរ៉ាំរ៉ៃទេជាមួយថៃនេះព្រោះថាវាធ្វើឲ្យខាតពេលខាតវេលាផងដែរសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជាដូច្នេះហើយគឺយើងក៏ស្វែងរកចំណុចដើម្បីបញ្ចប់ចំនួនព្រំដែននេះផងដែរប៉ុន្តែថៃនៅមិនព្រមបញ្ចប់ដែលគេគិតថាកន្លងមកដែលគេនិយាយដែលគេតែងតែធ្វើការវាយប្រហារមកលើយើងនឹងគឺគេគិតថាគឺជាដែនអធិបតេយ្យទាំងអស់នឹងគឺជារបស់ថៃដូច្នេះហើយគឺថៃគឺមិនព្រមបញ្ចប់ងាយៗទេដូច្នេះដោយសារគេគិតថាទឹកដីកន្លែងនឹងគឺជារបស់ថៃអញ្ចឹងរឿងនេះបើសិនជាថៃមិនព្រមបញ្ចប់គឺមិនងាយចប់ទេដូច្នេះហើយគឺនៅតែមានចំនួនរ៉ាំរ៉ៃផងដែរប៉ុន្តែសារព័ត៌មាននៅស្រុកថៃប្រជាជនថៃមួយចំនួនក៏ចង់ឲ្យចំនួនរវាងប្រទេសកម្ពុជានិងប្រទេសថៃនេះបញ្ចប់ភ្លាមផងដែរព្រោះថាគេខាតពេលខាតវេលានៅក្នុងការរស់ស៊ីរបស់គេធ្វើស្រែចម្ការផងដែរនេះគឺជាការសម្ភាសមួយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍នៅខាងប្រទេសថៃដូចជា Amarin TV ដូចជាប៉ុស្តិ៍លេខ8ដូចជាប៉ុស្តិ៍ផ្សេងៗនៅក្នុងប្រទេសថៃដែលបានចុះផ្សាយអំពីការមានចំនួនរវាងប្រទេសកម្ពុជានិងប្រទេសថៃនេះផងដែរអ
ដែលគេបានទៅសម្ភាសប្រជាជនថៃហ្នឹងគឺប្រជាជននិយាយប្រជាជនថៃថាបើសិនជាមានការប្រយុទ្ធគ្នាលើកទី2គឺចង់ឲ្យប្រយុទ្ធជាលើកចុងក្រោយផងដែរដើម្បីបញ្ចប់ចំនួននេះផងដែរពុកម៉ែបងប្អូននេះគឺជាទស្សនៈរបស់ប្រជាជនថៃគឺប្រជាយើងនិយាយថាសម្រាប់ប្រជាជនខ្មែរក៏មិនចង់មានចំនួនជាមួយភាគីថៃតទៅទៀតដែរព្រោះថាចង់ឲ្យមានការបញ្ចប់ភ្លាមផងដែរព្រោះថាយើងចង់បានសុខសន្តិភាពដើម្បីរស់នៅបានគ្រួសារហ្នឹងមានប្រជាជនហ្នឹងមានក្តីសុខផងដែរពុកម៉ែបងប្អូននេះគឺយើងមិនចង់មានចំនួនអីទេនឹងហើយពុកម៉ែបងប្អូនហើយបើយើងនិយាយទៅចំនួនរវាងកម្ពុជានិងថៃហ្នឹងគឺមានរយៈពេល4ខែហើយពុកម៉ែបងប្អូនតាំងពីថ្ងៃចាប់ផ្ដើមទី24កក្កដាហ្នឹងមកគឺមានរយៈពេលមកទល់ពេលនេះគឺមានចំនួនមានរយៈពេល4ខែហើយគឺមិនទាន់ដាច់ស្រេចគ្នាទេដោយសារតែចំនួននេះមិនទាន់បានកាត់សេចក្តីថាភាគីខាងណាគឺជាអ្នកឈ្នះទេដូច្នេះហើយគឺនៅតែមានភាពរកាំរកូសជាមួយគ្នាទៅវិញទៅមកផងដែរប៉ុន្តែឃើញថានៅខេត្តបន្ទាយមានជ័យនេះឃើញសារព័ត៌មាននៅក្នុងប្រទេសកម្ពុជារបស់យើងក៏បានចុះផ្សាយថានៅតំបន់ឧបជននៅភូមិជោគជ័យភូមិព្រះច័ន្ទហ្នឹងគឺមានការបោះបង្គោលព្រំដែនបណ្ដោះអាសន្នផងដែរដើម្បីបន្ធូរបន្ថយកម្ដៅរវាងចំនួនកម្ពុជាថៃនេះផងដែរដើម្បីឲ្យកម្ដៅនៃការកើនឡើងនៃកម្ដៅចំនួនហ្នឹងបន្ថយចុះដើម្បីឲ្យមានការដោះស្រាយគ្នាដោយសន្តិវិធីនិងយើងតស៊ូចរចារឿងចំនួនព្រំដែននេះនៅតុលាការអន្តរជាតិផងដែរដើម្បីបញ្ចប់ចំនួនមួយនេះឲ្យដាច់ស្រេចឲ្យគ្នាផងដែរដើម្បីឲ្យប្រជាជននៅក្នុងខាងហ្នឹងទទួលបានយុត្តិធម៌រៀងខ្លួនផងដែរដើម្បីឲ្យដឹងថាចំណុចណាជារបស់ថៃចំណុចណាគឺជារបស់ដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដូច្នេះហើយគឺប្រជាជនទាំងពីរចង់បញ្ចប់ចំនួននេះគឺភ្លាមផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនហើយការលើកឡើងនឹងការវិភាគរបស់ខ្ញុំថ្ងៃនេះក៏បានដល់ទីបញ្ចប់បើសិនជាពុកម៉ែបងប្អូនស្រឡាញ់នៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនជួយចុច like page របស់ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីហើយជួយ subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីផងដែរហើយគណៈពីនេះខ្ញុំបាទក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ